แต่ខ្ញុំបានគូបញ្ជាក់កាលពីថ្ងៃទី27ជួបជាមួយនឹងតំណាងអង្គការវិជ្ជាជីវៈការបង្កើតការងារគឺជាអាទិភាពធំរបស់រដ្ឋាភិបាលក្នុងអាទិភាពដែលថាកំណើនការងារជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតលទ្ធភាពការងារឲ្យបានច្រើនបាទពួកកំណើនគិតជាភាគរយវាមានកំណើនគឺថាកន្លែងខ្លះមិនចាំបាច់មានការងារទេបើសេវាកម្មឬមួយក៏កន្លែងខ្លះគឺគេរុញទៅលើខាងរ៉ូបូខាងអីច្រើនគឺថាជំនួសមនុស្សច្រើនដែលឡែកកម្ពុជាប្រភេទនេះការងារដែលយើងជំរុញតាក់ចងគឺប្រភេទការងារច្រើនណាស់ដែលផ្ដោតកម្លាំងពលកម្មទៅដល់ប្រជាពលរដ្ឋរបស់យើងបរិមាណកាន់តែច្រើនពង្រីកនៅតាមគ្រប់រាជធានីខេត្តដែលយើងអាចរុញទៅបានស្រុកក្រុងមួយចំនួនតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងលើកទឹកចិត្តដល់វិនិយោគទៅទីនោះមិនត្រឹមតែបរិមាណទេគុណភាពវិវត្តការងារដែលផ្ដល់វិវត្តកាន់តែប្រសើរផ្ដល់អត្ថប្រយោជន៍ផ្សេងក្រៅវិវត្តកាន់តែប្រសើរគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ពលកររបស់កម្មករកម្មការនេះពង្រឹងការអនុវត្តច្បាប់ការងារនេះហើយគឺជាគោលដៅដែលយើងប្ររពច្បាប់ការងារតាំងពី79